រដ្ឋមន្ត្រីការពារជាតិកម្ពុជាលើកឡើងថាមូលដ្ឋានយោធារៀមរបស់កម្ពុជាមិនមែនចេះតែអនុញ្ញាតឲ្យនាវាបរទេសចូលចតនិងធ្វើទស្សនកិច្ចស្រេចតែនឹងទំនើងចិត្តនោះទេហើយមូលដ្ឋានទ័ពជើងទឹកនេះក៏មានទីតាំងបើកចំហនិងទីតាំងសំខាន់ៗសម្រាប់បិទបាំងការពារផងដែរលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងនៅក្នុងពិធីបិទសមយុទ្ធនាមាសឆ្នាំ2025រវាងកម្ពុជានិងចិននៅថ្ងៃទី28ខែឧសភានេះថាអ្នកដែលចង់ចូលមកមូលដ្ឋានយោធានេះត្រូវមានលក្ខខណ្ឌពិសេសនិងត្រូវមានលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពជាដើមទើបអាចចូលនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនេះបានលោកទាសីហាអះអាងថាការធ្វើបែបនេះគឺដើម្បីការពារបូរណភាពទឹកដីការពារសិទ្ធិរបស់កម្ពុជាប៉ុន្តែចំណុចនេះបែរជាត្រូវបានមជ្ឈដ្ឋានអគតិមួយចំនួនចោទប្រកាន់ថាកម្ពុជាបិទបាំងមូលដ្ឋានកងទ័ពជើងទឹករៀមទៅវិញព្រមទាំងដាក់ការសង្ស័យថាកម្ពុជាមានអាថ៌កំបាំងនៅមូលដ្ឋានកងទ័ពជើងទឹកនេះថែមទៀតផងរដ្ឋមន្ត្រីការពារជាតិតពូជរូបនេះបញ្ជាក់ថាចំពោះករណីមិនអនុញ្ញាតឲ្យនាវាបរទេសចូលចតឬមកទស្សនាទីតាំងសំខាន់ៗរបស់កងទ័ពមិនមែនមានតែកម្ពុជានោះទេខណៈបណ្ដាប្រទេសនៅលើពិភពលោកក៏មានកន្លែងដែលហាមឃាត់កងទ័ពបរទេសមិនឲ្យចូលចតឬទស្សនាដោយកម្ពុជានោះដែរកាលពីដើមខែឧសភាឆ្នាំ2025មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រដែលហៅកាត់ថា CSIS របស់សហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍មួយដោយអះអាងថាចិនមានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខនៅកន្លែងខ្លះរបស់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររៀមរបស់កម្ពុជាបន្ទាប់ពីមានការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងទៅនេះចំណែកលោកហ៊ុនម៉ាណែតបានអះអាងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែរៀមកាលពីថ្ងៃទី5ខែមេសាថារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាគ្មានគោលបំណងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការអនុញ្ញាតឲ្យប្រទេសណាមួយឬកងទ័ពណាមួយមកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះឡើយតែកទន្ទឹមទៅនឹងបញ្ហានេះកាលពីដើមខែកញ្ញាឆ្នាំ2020កន្លងទៅរដ្ឋាភិបាលកម្ពុជាបានសម្រេចវាយកំទេចអគារមួយក្នុងចំណោមអគារជាច្រើនក្នុងមូលដ្ឋានទ័ពរៀមដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិកដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើដំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ Email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ